ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតដែលបង្ហាញពីមុខងារ Circle to Search with Google ហើយគឺយើងធ្វើការស្វែងរកបទចម្រៀងវិញម្ដងដោយប្រើមុខងារមួយនេះអញ្ចឹងវីដេអូពីមុនយើងបានធ្វើតាក់ទងជាមួយនឹងមុខងារ Circle to Search ដែលយើងស្វែងរកឧបករណ៍អ្វីមួយព័ត៌មានអ្វីមួយជាមួយនឹងការបកប្រែភាសានៅលើអេក្រង់ទូរស័ព្ទរបស់យើងរបៀបប្រើអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំមកបង្ហាញពីមុខងារ Circle to Search ដែលយើងធ្វើការ search បទចម្រៀងអញ្ចឹងការ search បទចម្រៀងមិនថានៅកន្លែងណាទេបងប្អូនកំពុងតែអូស TikTok ក៏ដោយបងប្អូនកំពុងតែអូស TikTok បន្ទាប់មកឬថាបទចម្រៀងហ្នឹងបទអីយើងអាចធ្វើការ search បានអូខេអញ្ចឹងដើម្បីធ្វើកម្មវិធី search ហ្នឹងថ្ងៃនេះគឺប្លែកខ្ញុំយក M21 Ultra របស់ខ្ញុំមកធ្វើទេវីដេអូមុនខ្ញុំប្រើ Fold អូខេអញ្ចឹងដើម្បី search បទចម្រៀងហ្នឹងគឺយើងចុចប៊ូតុងដូចគ្នាចុច Home Key បើសិនជាបងប្អូនប្រើ Navigation Bar វាឃើញចេះតែបើសិនជាបងប្អូនប្រើអាអ្នកចុចនោះគឺឃើញសញ្ញាដូច Home ប៊ូតុងនៅហ្នឹងអញ្ចឹងណាចុចឲ្យជាប់ណាឥឡូវនេះឧទាហរណ៍ថាខ្ញុំកំពុងតែមើល TikTok ណាបទហ្នឹងខ្ញុំអត់ដឹងថាបទអីគេអញ្ចឹងខ្ញុំចុចឲ្យកន្លែងនេះខ្ញុំចុចឲ្យជាប់ណាដើម្បីធ្វើការ Circle to Search ខ្ញុំចុចកន្លែងនេះឲ្យជាប់បន្ទាប់មកបងប្អូនឃើញកន្លែងប៊ូតុងលក្ខណៈដូចរូបតំណាងឲ្យចម្រៀងនេះហ៎អញ្ចឹងយើងគ្រាន់តែចុចលើហ្នឹងមកបាទបន្ទាប់មកទូរស័ព្ទហ្នឹងវានឹងព្យាមឆែកហើយអញ្ចឹងវានឹងឲ្យព័ត៌មានទៅយើងណាខ្ញុំបិទសំឡេងទីសិនបាទនេះឃើញទេបទចម្រៀងហ្នឹងគឺវាឲ្យបទចម្រៀងដែលប្រហែលហ្នឹងបានន័យថាឲ្យតែបទចម្រៀងហ្នឹងប្រូហ្នឹង play ហ្នឹងគឺវាទាញយកឲ្យយើងហើយអញ្ចឹងបទចម្រៀងហ្នឹងឈ្មោះនេះហើយយើងអាចចង់ដឹងយើងចូលទៅស្ដាប់ទៅប៉ុន្តែខ្ញុំគិតថាខ្ញុំអត់ចង់ចូលទៅខ្ញុំខ្លាចជាប់ copyright ជាប់ copyright ជាប់អីអញ្ចឹងវិធីមួយទៀតឧទាហរណ៍ណាមិនចាំបាច់ថាយើងនៅលើហ្នឹងយើងឆៃតាមហ្នឹងឧទាហរណ៍យើងគ្រាន់តែធ្វើសំឡេងជាលក្ខណៈទំនុក play អញ្ចឹងទៅឧទាហរណ៍ទៅគឺវាក៏ចាប់ឲ្យយើងដែរឥឡូវដូចគ្នារបៀបប្រើគឺយើងគ្រាន់ចុចអានេះឲ្យជាប់បន្ទាប់មកយើងចុចអានេះហើយបន្ទាប់មកយើងធ្វើ play ឥឡូវខ្ញុំឧទាហរណ៍ណាក្រោមទុងតែមួយភាសាតែមួយតើអូឃើញទេបងប្អូនអញ្ចឹងគឺវាឲ្យព័ត៌មានមកនេះបទបោះសម្បត្តិគឺក្រោមទុងជាតែមួយដល់ទេបងប្អូនមុខងារហ្នឹងគឺវាងាយស្រួលមិនចាំបាច់ចូលទៅក្នុងកម្មវិធីផ្សេងចូលទៅក្នុង YouTube ឬក៏ចូលទៅក្នុងអីដើម្បីឆែកទេគឺយើងចុចតែ Home ប៊ូតុងនេះឧទាហរណ៍ថាយើងលើបទចម្រៀង background នៅហាងកាហ្វេឬក៏នៅអីចឹងណាឲ្យតែធ្វើម៉េចគឺបទចម្រៀងហ្នឹងទូរស័ព្ទរបស់យើងអាច detect បានគឺវានឹងព្យាមចាប់ឲ្យយើងហើយគ្រាន់តែចុចប៊ូតុងនេះឲ្យជាប់ហើយចុចប៊ូតុងសំឡេងកន្លែងរូបចម្រៀងនេះណានេះកន្លែងនេះទៅគឺវាឲ្យយើងវានឹងព្យាមរកបទចម្រៀងនឹងឲ្យយើងហើយវីដេអូថ្ងៃនេះតែប៉ុណ្្នឹងទេគឺរបៀបប្រើប្រាស់ Circle to Search ដើម្បីស្វែងរកបទចម្រៀងអរគុណបងប្អូនទាំងអស់គ្នាកុំភ្លេច Subscribe Channel YouTube ផងបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍ហើយជួបគ្នាជាមួយនឹងវីដេអូក្រោយទៀតអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយ